សួស្តីបងប្អូនទាំងអស់គ្នាយើងមកជួបគ្នាបន្តទៀតនៅក្នុង Channel សំណាង Drama ជាមួយនឹងសាច់រឿងរបស់យើងអ្នកក្លាហានដើរទេវតានិងកូនមេសាច់ពីងពីងវីដេអូភាគទី11នៅក្នុងពេលនេះកាន់តែជួយចិត្តកាន់តែល្អមើលហើយក៏កាន់តែកំសត់ទៅទៀតទាំងអស់គ្នាហើយប៉ុន្តែវាជារឿងល្អមួយសម្រាប់ពូគួយរបស់យើងដែលគាត់រកឃើញខ្លួនឯងហើយតោះឥឡូវកុំឲ្យខាត់ពេលវេលាយូរណាជួយចុច Subscribe ណាមួយមកសម្រាប់យើងមកថ្មីហើយបន្តតាមដានទស្សនាជាមួយនឹងការសម្រាយរបស់ admin ដូចតទៅនៅក្នុងពេលនេះគឺថាចាងឈីនឹងគាត់ពិតជាពិបាកចិត្តខ្លាំងមែនទែនគាត់បន្ទោសខ្លួនឯងខ្លាំងថាមកពីគាត់ហ្នឹងហើយបានធ្វើឲ្យឈីលីបោកប្រាស់គាត់បានហើយធ្វើឲ្យអ្នកដែលគ្មានកំហុសមានទាំងមនុស្សមានទាំងបិសាចបានស្លាប់ដូចជាអាជូសុំសិលបាន900ឆ្នាំហើយលើបែរជាមកស្លាប់ដោយសារតែគាត់ហើយមានប្តីប្រពន្ធបិសាចដទៃទៀតថាមានប្តីប្រពន្ធខ្លះគឺកំសត់ណាមានប្រពន្ធគឺជាបិសាចប្តីគឺជាមនុស្សហើយធ្លាប់បានទៅគេចាប់ជាមួយទឹកសម្លាប់ចោលអញ្ចឹងទៅប្រពន្ធនោះត្រូវសុកចិត្តលះបង់កតុយខ្លួនឯងដើម្បីទៅជួយប្តីអីចឹងគេចាំគឺគាត់មើលទៅមានមើលនោះចេតនាជាមួយនឹងមនុស្សជាមួយនឹងបិសាចដែលគាត់នាំមករស់នៅក្នុងភូមិដើមផ្លែប៉េះនឹងខ្លាំងមែនទែនតែម្ដងហើយគាត់បន្ទោសខ្លួនឯងហេតុអីបានជាធ្វើឲ្យគេស្លាប់ដល់ថ្នាក់ហ្នឹងទាំងในក្តីសុបិនរបស់គាត់នេះគាត់តែចង់បង្កើតភូមិមួយឲ្យគេរស់នៅយ៉ាងសុខសាន្តតែប៉ុណ្ណោះហេតុអីបានជាមនុស្សលោកហាត់ឲ្យជឿសិលទៅហ្នឹងបើជាដើម្បីទៅបង្កចលាចលកំចាត់បិសាចបែបហ្នឹងហេតុអីមិនព្រមយកវិជាសរបស់ខ្លួនមកការពារជីវិតរស់នៅលើលោកនឹងទៅវិញនៅក្នុងពេលហ្នឹងគាត់ធ្វើឲ្យពូគួយរបស់យើងគាត់ក៏នឹកឃើញនឹងយល់ស្របដូចគ្នាផងដែរគាត់ថាហេតុអីបានជានៅលើលោកនេះអ្នកខ្សោយតែងតែស្លាប់អ្នកខ្សោយតែងតែមិនអាចជ្រើសរើសបានមនុស្សដែលស្មោះត្រង់តែត្រូវបានគេបោកប្រាស់មនោសញ្ចេតនាបែបហ្នឹងហើយគាត់បានប្រាប់ទៅកាន់ពូគួយថាតើឲ្យគាត់ត្រឡប់ទៅវិញទៅកាន់សម្ព័ន្ធយីឈីវិញតើទៅធ្វើអីគាត់ដឹងថាម្ចាស់សម្ព័ន្ធហុងជីនេះគាត់ជាមិនធ្វើអីគាត់នោះទេប៉ុន្តែឲ្យគាត់ទៅរស់នៅបែបសុខស្រួលទាំងមិនរវល់អីទាំងអស់គាត់ធ្វើមិនបានទេចឹងហើយគាត់ក៏បាននាំពូគួយមកកាន់ដើមផ្លែប៉េះដែលនៅចំកណ្ដាលភូមិហ្នឹងរួចហើយក៏រៀបចំក្បួនរបស់គាត់ដើម្បីបើកការពារឃុំឃាំងភូមិមួយហ្នឹងឲ្យមានសុវត្ថិភាពព្រោះអីហ្នឹងនៅពេលដែលគាត់ចាក់ចេញទៅហ្នឹងឥឡូវហ្នឹងក៏ដល់ពេលវេលាមួយដែលអាប់ពុលហ្នឹងវាត្រូវវិលត្រឡប់មកវិញហើយបើមិនបើគ្មានគាត់នៅទីនេះការពារទេគឺភូមិមួយហ្នឹងនឹងទទួលរងនៅឥទ្ធិពលអាប់ពុលទូទាំងភូមិតែម្ដងដែលអត់មានប្រជាជនអាចរស់នៅបានទេអញ្ចឹងប្រសិនបើគាត់ត្រូវចំណាយពេលវេលាដើម្បីបង្កើតនៅមន្តអាគមដូចកាលពីមុនទៀតណាគឺត្រូវចំណាយពេល7ឆ្នាំប៉ុន្តែឥឡូវនេះសម្ព័ន្ធជីជីត្រូវឲ្យគេមកចាប់ខ្លួនគាត់ទៅហើយអញ្ចឹងហើយគាត់អត់មានពេលវេលាណា7ឆ្នាំទេដូច្នេះហើយគាត់ក៏សុកចិត្តប្រើឈាមរបស់គាត់នឹងបង្កើតជាមន្តអាគមថ្មីមួយទៀតដើម្បីការពារឃុំឃាំងភូមិទាំងមូលហ្នឹងមិនឲ្យរងអាប់ពុលទេប៉ុន្តែពីខាងក្រៅនឹងមានអាប់ពុលឡោមព័ទ្ធជិតឈឹងទាំងអស់តែម្ដងដើម្បីការពារអ្នកភូមិពីការវាយប្រហាររបស់គ្រួសារស៊ីមិនដែលជាសមាជិកនៅក្នុងសម្ព័ន្ធ GC ដោយសារតែពួកគេនៅពេលនេះបានបែកការដឹងអំពីសមាជិកភាពហើយថាភូមិផ្លែប៉េះនេះគឺមានមនុស្សជាមួយនឹងបិសាចរស់នៅជាមួយគ្នាអញ្ចឹងគ្រួសារស៊ីមិនជាទឹកដីរបស់គេផងនោះគេប្រកាសជាមិនទុកជីវិតឲ្យបិសាចទាំងអស់នឹងទេដូច្នេះគេប្រកាសជាមកកាប់សម្លាប់បិសាចនៅក្នុងភូមិនឹងចោលទាំងអស់ហើយប៉ុន្តែនៅក្នុងពេលនេះដោយសារតែគាត់ប្រើប្រាស់ឈាមរបស់គាត់ទៅវាអស់កម្លាំងពេកគាត់អាច activate មន្តអាគមរបស់គាត់បានទេគាត់ក៏ពឹងទៅលើហ្វូគួយប៉ុន្តែគាត់បានប្រាប់ហ្វូគួយថាប្រសិនបើលោកជួយខ្ញុំម្ដងនេះនៅពេលដែលត្រឡប់ទៅកាន់សម្ព័ន្ធ GG វិញលោកប្រកាសជាត្រូវនៅចំណាយជាមួយនឹងទៅរងទោសជាទោសដែលធំទៀតដូច្នេះលោកត្រូវទៅលះបង់តម្លៃប្រហែលជាធំធេងណាស់ហើយប៉ុន្តែហ្វូគួយរបស់យើងក៏តបទៅវិញថាដូចជាអ្វីដែលលោកនិយាយចឹងចាងឈីហេតុអីបានជាមនុស្សស្មោះត្រង់ត្រូវរងការបោកបញ្ឆោតកុហកត្រូវបានមនុស្សអាក្រក់ប្រើប្រាស់ដោយមនុស្សចេតនាហេតុអីបានជាជនទុនខ្សោយត្រូវតែស្លាប់ខ្ញុំអត់ចង់ឲ្យមានរឿងនឹងបានទេដូច្នេះហើយកុំបារម្ភអីខ្ញុំមិនឲ្យលោកខកអំណងទេហ្វូគួយរបស់យើងគាត់ក៏តាំងចិត្តថាអត់អីចាំខ្ញុំជួយអាមកជំហានចុងក្រោយហ្នឹងគាត់ក៏ប្រើប្រាស់យុទ្ធសាស្ត្ររបស់គាត់ដើម្បី activate មន្តអាគមរបស់ចាងឈីដែលបានរៀបចំឡើងហ្នឹងដោយបដូរជីវិតរបស់គេតែម្ដងព្រោះថាបន្ទាប់ពី activate មន្តអាគមនឹងរួចចាងឈីត្រូវតែស្លាប់ហើយដោយសារតែគាត់បានប្រើប្រាស់ឈាមនៅក្នុងខ្លួនរបស់គាត់ណាប៉ុន្តែអ្វីដែលសំខាន់នោះគឺចាងឈីបាននិយាយថានៅពេលដែលគាត់ប្រើប្រាស់មន្តអាគមហ្នឹងបានន័យថាភូមិមួយហ្នឹងនឹងទទួលបានការពារជារៀងរហូតតទៅហើយនៅក្នុងពេលនេះបន្ទាប់ពីហ្វូគួយរបស់យើងបានជួយបញ្ចប់នៅចំណុចបញ្ចប់នៅក្នុងមន្តអាគមមួយហ្នឹងនៅពេលនេះដើមផ្លែប៉េះវាចាប់ដើមរីកផ្លែឡើងចំណែកអាចារ្យឈីរបស់យើងក៏ចាប់ដើមរលីប្រលឹងរបស់គាត់ហ្នឹងស្លាប់បាត់ពីលើលោកនឹងតែម្ដងទៅធ្វើឲ្យហ្វូគួយបានយល់អំពីទឹកចិត្តដ៏ជ្រាលជ្រៅរបស់ចាងឈីថាគាត់មិនមែនធ្វើនឹងដើម្បីតែនរណាម្នាក់ទេប៉ុន្តែធ្វើដើម្បីការពារជីវិតនៅលើលោកហ្នឹងដែលជីវិតដែលអត់មានកំហុសតែសមតែនឹងមានតម្លៃដែលអាចរស់នៅបានបន្តទៀតអញ្ចឹងណានេះបានពិតជាចំជាអ្នកហាត់សិលពិតប្រាកដនៅក្នុងពេលនោះហ្វូគួយក៏បានវិលត្រឡប់មកកាន់គ្រាស្នេហ៍របស់គេវិញកូនចៅក៏សួរថាអ្នកប្រុសឯណាចាងឈីគាត់ក៏បន្ទាប់ទៅវិញថាចាងឈីបានស្លាប់បាត់ហើយតោះយើងត្រឡប់ទៅវិញហើយនៅក្នុងពេលដែលគាត់បានវិលត្រឡប់មកវិញហ្នឹងគាត់ក៏បានសម័យបកក្រោយបន្តិចមុនពេលដែលគាត់ចាក់ចេញមកហ្នឹងគឺគាត់បានធ្វើដំណើរត្រឡប់មកកន្លែងស្នាក់នៅវិញហើយបានឃើញសម្បត្តិរបស់ឈីងថងរបស់យើងបានបន្សល់ទុកឲ្យឈីងថងបានរៀបរាប់អត្ថន័យក្នុងសម្បត្តិថាកុំបារម្ភអីនៅប្រុសហ្វូគួយចំពោះប្រជាជនទាំងមនុស្សនិងបិសាចដែលពួកគេមិនចង់រស់នៅក្នុងភូមិនឹងបន្តទៅទៀតមិនចង់រស់នៅអស់មួយជីវិតបន្ទាប់ពីរៀបចំនៅមន្តអាគមការពារភូមិនឹងហើយពួកគេមិនអាចចាក់ចេញបានទេដូច្នេះអ្នកណាដែលមិនចង់រស់នៅខ្ញុំនឹងនាំពួកគេទៅរស់នៅខាងក្រៅរកកន្លែងមួយឲ្យសមគួរដើម្បីឲ្យពួកគេរស់នៅយ៉ាងមានសុវត្ថិភាព
ដោយគោលបំណងរបស់លោកអញ្ចឹងហើយថ្ងៃណាមួយខ្ញុំជឿជាក់ថានៅពេលដែលយើងបានវិលត្រឡប់មកជួបគ្នាម្ដងទៀតខ្ញុំនឹងមានថាមពលខ្លាំងពូកែដូចជាលោកអញ្ចឹងដែរបន្ទាប់មកនៅពេលដែលហ្វូគួយបានត្រឡប់មកដល់ផ្ទះរបស់គេឪពុករបស់គេបានដឹងរឿងទាំងអស់ហើយមានកំហឹងខឹងជាមួយកូនប្រុសយ៉ាងខ្លាំងគាត់ក៏សួរថាហេតុអីបានជាឯងមិននាំចាងឈីមកហេតុអីបានជាឯងជួយចាងឈី activate ដើម្បីការពារភូមិហ្នឹងហើយហេតុអីបានជាឯងមិនព្រមសម្លាប់បិសាចទាំងអស់នៅក្នុងភូមិនឹងចោលតែម្ដងទៅមិនបានជាឯងទៅសុកចិត្តជួយចាងឈីទៀតឯងដឹងទេថាធ្វើបែបហ្នឹងតើឯងនឹងត្រូវដោះស្រាយជាមួយនឹងសមាជិកក្នុងសម្ព័ន្ធជីឈីបានដោយរបៀបម៉េចនៅក្នុងពេលហ្នឹងពូគួយរបស់យើងក៏តបទៅវិញថាគាត់គិតថាអ្នកដែលបង្កើតថ្នាំឆាកាវូដែលជាថ្នាំបិសាចហ្នឹងគឺបិសាចឈីងលីដែលជាបិសាចមេអំបៅឬមួយក៏បិសាចសត្វល្អិតហ្នឹងគឺបានស្លាប់បាត់ទៅហើយដូច្នេះហើយជនដទៃទៀតអត់មានកំហុសទេមិនគួរណាទៅសម្លាប់គេឡើយម្យ៉ាងវិញទៀតខ្ញុំសួរពុកទៅមើលពុកគិតថាទង្វើរបស់ចាងឈីដែលខំការពារនឹងបង្កើតភូមិនឹងឡើងតើខុសឆ្គងដែរឬមួយក៏យ៉ាងណានៅពេលហ្នឹងឪពុកក៏តបមកវិញថាចាងឈីអត់បានខុសទេមកពីបិសាចពង្រួកគេទៅគេហ្នឹងប្រព្រឹត្តទៅទង្វើខុសឆ្គងបើសិនជាគុំតែមានបិសាចទេនៅពេលនេះគេប្រហែលជានៅតែជាអ្នកក្លាហានដាវខ្មៅដដែលប៉ុន្តែអញ្ចឹងហើយបានជាយើងឲ្យឯងនាំយកគេមកទីនេះដើម្បីដាក់ទោសគេឲ្យគេប្រមានឲ្យគេកុំពាក់ព័ន្ធជាមួយបិសាចទៀតទៅថ្ងៃក្រោយឥឡូវយើងទុកជំរឿសឲ្យឯងម្ដងទៀតទុកឱកាសឯងម្ដងទៀតឆាប់វិលត្រឡប់ទៅវិញកំចាត់បិសាចនៅក្នុងភូមិនឹងចោលទាំងអស់ទៅដើម្បីជាការដោះស្រាយមួយជាមួយនឹងសមាជិកព្រឹទ្ធាចារ្យនៅក្នុងសម្ព័ន្ធជីឈីរបស់យើងប៉ុន្តែពូគូរបស់យើងគាត់បដិសេធគាត់ថាខ្ញុំមិនទៅទេពុកខ្ញុំចាប់តាំងពីពេលនេះតទៅមុនពេលដែលសម្លាប់បិសាចខ្ញុំនឹងសួររកហេតុផលសួររកខុសត្រូវខ្ញុំមិនសម្លាប់ជនដែលគ្មានកំហុសនោះទេម្យ៉ាងវិញទៀតហេតុអីបានជាអ្នកកំចាត់បិសាចកាត់មកត្រូវតែកំចាត់បិសាចត្រូវតែធ្វើជាអាវុធដើម្បីកំចាត់បិសាចចុះមិនគួរព្រមឲ្យអ្នកកំចាត់បិសាចនឹងមានខួរក្បាលគិតពិចារណាដោយខ្លួនឯងតើគួរតែធ្វើបែបម៉េចដោយខ្លួនឯងតែម្ដងទៅពួកគាត់ខឹងខ្លាំងមែនទែនគាត់ក៏ចាប់ដាក់ទោសទៅលើហ្វូគួយណាដោយប្រាប់កូនចៅថាហ្វូគួយបានល្មើសជាមួយនឹងវិន័យគ្រួសារវាងគន់អញ្ចឹងហើយត្រូវតែយកគេទៅដាក់ទោសវាយ40រំពាន់លោកពូវ័យនឹងក៏រត់មកខាត់ថាលោកម្ចាស់កុំវាយអ្នកប្រុសអីអ្នកប្រុសមានរបួសស្រាប់បើវាយគាត់បែបហ្នឹងគាត់ប្រកាសជាបាត់បង់វិជ្ជាសិលហើយមិនអាចប្រើប្រាស់វិជ្ជាសិលជាបណ្ដោះអាសន្នហើយចុះមានបិសាចមកតែយើងគិតយ៉ាងម៉េចឪពុកអត់ខ្វល់ទេលឺលោកពូវ័យគាត់ជួយអង្វរបែបហ្នឹងគាត់ក៏យករំពាត់មកវាយដោយខ្លួនឯងតែម្ដងវាយហើយវាយទៀតវាយហើយវាយទៀតនៅក្នុងពេលហ្នឹងហ្វូគួយរបស់យើងគាត់ក៏បានសម័យទៅកាន់អតីតកាលដែលតាំងពីវ័យកុមារមកនឹងឪពុកចាប់ផ្ដើមបង្រៀនឲ្យគាត់ផ្ដាច់មនោសញ្ចេតនាសូម្បីតែគ្រួសារឪពុកបានប្រាប់ថាចាប់តាំងពីពេលនេះតទៅយើងឈប់ធ្វើបន់កំណត់ឲ្យឯងហើយព្រោះរឿងហ្នឹងគឺជារឿងមនុស្សលោកធម្មតាក្នុងនាមគឺជាទាហានកំចាត់បិសាចមិនចាំបាច់ពាក់ព័ន្ធជាមួយរឿងអត់ប្រយោជន៍ទាំងអស់ហ្នឹងទេគួរតែកាត់ផ្ដាច់នៅមនោសញ្ចេតនាហើយមានភាពជឿជាក់លើខ្លួនឯងធ្វើខ្លួនឯងឲ្យទៅជាមនុស្សដែលគ្មានធម៌មេត្តាសូម្បីតែដើរដូចយើងឲ្យឯងហ្នឹងត្រូវតែកាច់ចោលទៅកូនប្រុសថាពុកខ្ញុំសូមថែរក្សាវាទុកបានអត់ព្រោះនេះគឺជាកាដូដែលពុកបានឲ្យខ្ញុំឪពុកក៏ខឹងខ្លាំងមែនទែនថាយើងឲ្យឯងកាច់ចោលអញ្ចឹងក៏ធ្វើឲ្យពុករបស់យើងគាត់កាច់ចោលទាំងទឹកភ្នែកហើយនៅក្នុងពេលនេះវាយរហូតដល់ភ្លេចរាប់ទៅហើយហ្វឹងធីងជិនក៏ប្រាប់ថាលោកគ្រូដល់40រំពាត់គ្រប់ចំនួនហើយនៅពេលនេះឪពុកក៏សួរទៅកាន់ហ្វូគូថាអ្នកប្រយុទ្ធតើឯងដឹងថាខ្លួនឯងបានធ្វើខុសហើយដែរឬមួយក៏អត់ទេនៅពេលនោះពួកគាត់របស់យើងថាខ្ញុំអត់បានធ្វើខុសទាំងអស់អ្វីដែលខ្ញុំធ្វើគឺសមស្របតាមសតិសម្បញ្ញៈរបស់ខ្ញុំទាំងអស់ចឹងហើយក៏ធ្វើឲ្យពុកកាន់តែខឹងខ្លាំងឡើងអ្នកទាំងអស់គ្នាឃើញអត់គេអត់ដឹងកំហុសទេដូច្នេះហើយចងបញ្យួរគេចោលនៅទីនេះទុករហូតដល់ពេលគេនឹងភ្ញាក់ខ្លួនដឹងអំពីកំហុសណាគេហ៊ានតែមកជួយនឹងមានទោសដូចជាគេចឹងដែរក៏លេចមកមើលនៅគួនជីងវិញនៅពេលនេះគេអត់ទាន់អាចប្រើប្រាស់ដើរទឹកសរសៃនេះនឹងបាននោះទេគេខឹងខ្លាំងមែនទែនកំពុងតែសួរទៅកាន់កូនបិសាចកញ្ជ្រោងថាតើមូលហេតុអីបានជាយើងនៅតែមិនទាន់អាចគ្រប់គ្រងដើរទឹកសរសៃនេះនឹងបានកូនបិសាចកញ្ជ្រោងថាកុំបារម្ភអីនៅពេលនេះយើងមកក្នុងដំណឹងមួយយើងនាំដំណឹងមួយមកឲ្យឯងគឺថាពូគួយនៅពេលនេះបានជួយការពារបិសាចនៅក្នុងភូមិផ្លែប៉េះនេះគឺជាហេតុផលមួយដែលយើងអាចចាត់ការគេបានហើយបន្ទាប់មកបិសាចកញ្ជ្រោងនឹងក៏ជួយឲ្យគួនជីងហ្នឹងអាចកាន់ដើរទឹកសរសៃនេះនឹងបានសម្រេចតែម្ដងទៅគាត់ជីងធីមានអារម្មណ៍ថាសូម្បីតែទេវតាក៏ជួយយើងតែម្ដងនេះយើងប្រកាសជាមិនចាញ់នោះទេខណៈពេលដែលព្រឹទ្ធាចារ្យនៅក្នុងសម្ព័ន្ធហ្នឹងគាត់ក៏បានធ្វើដំណើរមករកខុសត្រូវសួរដេញដោលដើម្បីដាក់ទោសទៅកាន់ហ្វូគួយព្រោះដឹងថានៅពេលនេះហ្វូគួយបានការពារបិសាចនៅក្នុងភូមិផ្លែប៉េះដូច្នេះហើយអ្វីដែលថ្មអាចកំបាំងបានបង្ហាញឲ្យគេឃើញនៅរឿងអនាគតកាលថាគឺសង្ស័យថាអ្នកប្រយុទ្ធកំចាត់បិសាចហ្នឹងនឹងក្លាយទៅជាបពុរបស់បិសាចហើយប្រើប្រាស់នៅដាវមេឃនឹងដីក្បាច់ដាវមេឃនឹងដីនឹងវាយទម្លុះចរឋានបិសាចដើម្បីដោះលែងបិសាចមកហើយដូច្នេះហើយនៅពេលនេះឃើញថាហ្វូគួយបែរជាមានតំណែងដំណងជាមួយនឹងបិសាចមានមនោសញ្ចេតនាជាមួយនឹងបិសាចហើយថែមទាំងដោះលែងបិសាចខាងទៀតផងដូច្នេះហើយហៅគេមកបកស្រាយជាបន្ទាន់មិនដូច្នោះទេពួកយើងនឹងដាក់ទោសគេវាហាក់ដូចជាកំហើញនៅក្នុងថ្មអាត់កំបាំងបានមកប្រាប់ពួកយើងកាលពីមុននោះវាចិត្តនឹងខ្លាយទៅជាការពិតហើយគាត់ជីងធីងក៏មកអបបន្ថែមទៀតថាខ្ញុំបានស្នាក់នៅក្នុងភ្នោដាវនៅពេលថ្មីនេះខ្ញុំបានឮសំឡេងរបស់ដូនតាស្រែករហោយំភ
ភ័យខ្លាចជាមួយនឹងការវិនិច្ឆ័យរបស់គ្រួសារវាងគាត់ដោយសារតែវាងគាត់ហ្វូគួយបានដាក់ខកកន្លងជាអ្នកប្រយុទ្ធកម្ចាត់បិសាចទៅហើយគេបែរជាមកដើររួមផ្លូវជាមួយនឹងបិសាចជួយសង្គ្រោះបិសាចដូច្នេះហើយវាងគាត់ហុងយីទៅលោកមានអ្វីបកស្រាយដែរឬមួយក៏អត់ក្នុងនាមខ្ញុំទើបតែទទួលបាននៅដែលទឹកសរសៃនេះដែលដូនតាបានប្រគល់មកឲ្យខ្ញុំត្រូវទៅលោកដៃជឿឆ្អល់នៅក្នុងរឿងមួយនេះខ្ញុំត្រូវតែអាកាត់ដើម្បីការពារវងត្រកូលវាងកនឲ្យនៅរស់រានមានជីវិតជារៀនរន់ការពារកិត្តិយសរបស់ត្រកូលវាងកនដែលជាអ្នកដើរតួកម្ចាត់បិសាចហ្នឹងឲ្យនៅតែឈរជើងនៅក្នុងពិភពគុណបានបន្ទាប់មកព្រឹទ្ធាចារ្យវាងកនស៊ូរិនដែលជាព្រឹទ្ធាចារ្យម្នាក់នៅក្នុងសម្ព័ន្ធ GG ហ្នឹងណាតកូលវាងកនដែរគាត់បង្ហាញយ័ន្តមួយថាប្រសិនបើពូគួយនៅតែធ្វើបែបនោះបន្តទៀតគាត់ត្រូវតែបង្ខំចិត្តប្រើប្រាស់យ័ន្តហ្នឹងដើម្បីគេផ្ដាច់នៅមនោសញ្ចេតនាឯកោហើយខ្លាចទៅជាទាសករដាវប្រើប្រាស់យ័ន្តនឹងរួចហើយគេនឹងខ្លាចទៅជាគិតកោដែលអត់មានវិញ្ញាណនោះទេដឹងតែពីកម្ចាត់បិសាចមួយគត់ហើយបើសិនជាមិនចង់ឲ្យគាត់ប្រើប្រាស់នៅយ័ន្តនឹងទេដើម្បីការពារគ្រួសារវាងគាត់នោះថ្ងៃស្អែកមុនពេលថ្ងៃលិចវាងគាត់ហុងយីត្រូវតែឲ្យវាងគាត់ហ្វូគួយចេញមកដោះសារជាបន្ទាន់មកដល់គាត់ជីងធីងវិញនៅពេលនេះគេកំពុងតែមកសម្លឹងទៅមើលវាងគាត់ហ្វូគួយរបស់យើងកំពុងតែជាប់ចំណងនៅលើដើមឈើហើយគេបានខ្សឹបប្រាប់ទៅកាន់កូនបិសាចកញ្ជ្រោងថាយើងត្រូវការបាត់ដៃទី3ដើម្បីឲ្យមកកម្ចាត់ហ្វូគួយចោលឯងត្រូវទៅជួយយើងនៅពេលនោះកូនបិសាចកញ្ជ្រោងក៏តបទៅវិញថាកុំបារម្ភអីអញ្ចឹងតើបានជាម្ចាស់ស្រីរបស់ខ្ញុំពេញចិត្តចំពោះលោកពិតជាល្បិចច្រើននឹងកាយសាហាវពឹកពុលព្រៃផ្សាយខ្លាំងណាស់ហើយនេះវិញអ្នកទាំងអស់គ្នាភ្លេចហើយនៅគាត់គឺជាឈីងឆឹងពីងពីងដែលជាប្អូនរបស់ឈីងថងដាក់ឈ្មោះឲ្យគាត់ថាឈីងឆឹងណាគាត់បានយកត្បូងគុជគេថាជីមស្តូនហ្នឹងយកមកបដូរនៅក្នុងភូមិបិសាចក្តាន់ហ្នឹងដើម្បីជួលកន្លែងស្នាក់នៅរងចាំបងស្រីត្រឡប់វិញដើម្បីរស់នៅជុំគ្នាប៉ុន្តែម្ចាស់កន្លែងស្នាក់នៅបានប្រមានគាត់ថាយកល្អបើគ្មានការងារទេកុំរត់រៀបដាស់ជាពិសេសកុំទៅភៀកអង្កើតឲ្យសោះព្រោះទីនោះមានបិសាចកញ្ចាស់មួយក្បាលដែលពាក់ស្បែកមនុស្សឲ្យទៅជួបបិសាចក្មេងក៏ដោយចាស់ក៏ដោយប្រុសស្រីក៏ដោយគឺដឹងតែគេចាត់ការហើយឈីងឆឹងគាត់ក៏ចូលមករៀបចំផ្ទះសម្បែងដើម្បីរងចាំបងស្រីត្រឡប់មកវិញរស់នៅជុំគ្នាយ៉ាងរីករាយដោយមានក្តីសង្ឃឹមថាចាប់តាំងពីពេលនេះតទៅបងស្រីយើងមិនចាំបាច់ទៅណាទេយើងមានផ្ទះរបស់ខ្លួនឯងហើយអញ្ចឹងយើងលែងមានការព្រួយបារម្ភហើយពួកយើងទាំងពីរនាក់នឹងរស់នៅជាមួយនឹងគ្នាដោយក្តីរីករាយគេកំពុងតែរងចាំអ្វីដែល admin ទៅសារគឺមុខមាត់របស់ឈីងឆឹងស្អាតហើយដូចរូប 3D អញ្ចឹងកាលដែលគាត់នៅជាពីងហ្នឹងណាតោះឥឡូវមកមើលឈីងថងរបស់យើងវិញនៅក្នុងពេលនេះកំពុងតែដឹកនាំបិសាចមួយក្រុមធ្វើដំណើរចាក់ចេញពីភូមិផ្លែប៉េះសុទ្ធតែជាបិសាចដែលអត់ចង់រស់នៅក្នុងភូមិផ្លែប៉េះអស់មួយជីវិតណានៅពេលដែលគេបាន activate seal ការពារភូមិហ្នឹងអញ្ចឹងតើចាក់ចេញមុនមិនអញ្ចឹងទេមិនអាចចាក់ចេញបានទេហើយអ្នកដែលចូលទៅក៏មិនអាចចូលទៅបានដែរអ្នកដែលនៅទីនោះគឺមានតែអ្នកដែលសម្រេចចិត្តរស់នៅដោយមិនចង់ចាក់ចេញតែប៉ុណ្្នឹងឯងអញ្ចឹងបិសាចមួយចំនួននេះសុទ្ធតែបាក់ទឹកចិត្តបន្ទាប់ពីមានបិសាចនៅមនុស្សជាច្រើនដែលសុទ្ធតែជាញាតិមិត្តជិតឆ្ងាយបងប្អូនអ្នកភូមិគេស្លាប់អញ្ចឹងណាអំឡុងពេលដែលកំពុងតែចែកចំណីអាហារជីងធំក៏ប្រទះឃើញថាមានអ្នកកម្ចាត់បិសាចមកហើយអញ្ចឹងហើយក៏ឲ្យបុកគេនាំគ្នារត់គេចហើយនាងរត់តាមពីក្រោយដើម្បីការពារនៅក្នុងពេលហ្នឹងអ្នកកម្ចាត់បិសាចក៏មកដល់ហើយនេះសុទ្ធតែជាកូនចៅរបស់គាត់ជីងធីងនាំមកជីងថងរបស់យើងនៅក្នុងពេលនេះមើលទៅស្នេហ៍របស់នាងក៏គួរសមដែរអាចទប់ទល់ជាមួយនឹងកូនចៅរបស់គាត់ជីងធីងបានដើម្បីជួយការពារក្រុមបិសាចឲ្យរត់គេចប៉ុន្តែនៅក្នុងពេលនេះគាត់ជីងធីងក៏បានប្រើប្រាស់មន្តអាគមវាយបកមកលើនាងក៏ទប់ទល់បានបន្តិចដែរក៏ប៉ុន្តែអំឡុងពេលដែលនាងព្យាយាមជួយសង្គ្រោះបិសាចដទៃទៀតដែលកំពុងតែត្រូវបានក្រុមអ្នកកម្ចាត់បិសាចតាមចាប់នោះនាងក៏ធ្វើប្រហែលតែបន្តិចគាត់ជីងធីងក៏បានវាយនាងមួយដៃធ្វើឲ្យនាងខ្ទាតទៅមកខាងរួចហើយក៏មានរបួសយ៉ាងធ្ងន់ធ្ងររហូតដល់មិនអាចតតាំងនឹងរត់គេចពីគាត់ជីងធីងបានទេគាត់ជីងធីងក៏បាននិយាយថាស្រីចំមកនាងពិតជាគ្រាន់បើមែនគួរឲ្យចាប់អារម្មណ៍អញ្ចឹងតើបានជាអ្នកប្រយុទ្ធកម្ចាត់បិសាចហាក់ដូចជាពេញចិត្តចំពោះនាងខ្លាំងម្ល៉េះ